ប្រទេសថៃបានសម្រេចបិទច្រកព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជានៅថ្ងៃអង្គារនេះក៏ប៉ុន្តែលើកលែងផ្នែកមនុស្សធម៌ដែលអនុញ្ញាតឲ្យសិស្សនិស្សិតនិងអ្នកជំងឺអាចឆ្លងកាត់ច្រកត្រួតពិនិត្យបានកម្ពុជានិងថៃមានច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកតំបន់សរុបប្រមាណជា18នៅតាមបណ្ដោយព្រំដែនរួមប្រវែងជាង800គីឡូម៉ែត្រអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍កម្ពុជាបានបញ្ជាក់នៅថ្ងៃអង្គារនេះដែរថាអាជ្ញាធរថៃបានបិទច្រកព្រំដែនទាំងស្រុងជាមួយកម្ពុជាជាឯកតោភាគីអាយដាមអ៊ុំរិត្រីអភិបាលខេត្តបន្ទាយមានជ័យបានប្រកាសនៅថ្ងៃអង្គារនេះថាច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខាងភាគីកម្ពុជាក៏ត្រូវបិទទាំងស្រុងដែរដើម្បីឆ្លើយតបចំពោះការបិទច្រកព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃប្រកាសបិទដោយឯកតោភាគីហើយមិនមែនតែប៉ោយប៉ែតទេគ្រប់ច្រកទាំងអស់ទូទាំងព្រំដែនកម្ពុជាថៃបាទសូមជម្រាបជូនប៉ុណ្ណឹងបាទសូមអរគុណបងបាទយោងតាមមន្ទីរព័ត៌មានខេត្តកោះកុងនៅថ្ងៃអង្គារនេះនៅច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុងបានបិទនិងមិនអនុញ្ញាតឲ្យមានការដឹកទំនិញចេញចូលនោះទេលោកសឿមប៊ុនរិទ្ធអភិបាលរងខេត្តបាត់ដំបងបានឲ្យដឹងថាអាជ្ញាធរថៃបានបិទទាំងស្រុងនៅច្រកព្រំដែនចំនួន5នៅក្នុងនោះច្រកទ្វារព្រំដែនអន្តរជាតិចំនួន2និងច្រកទ្វារតំបន់ព្រំដែនចំនួន3នៅស្រុកកំរៀងស្រុកសំពៅលូនស្រុកភ្នំព្រឹកនិងស្រុកសំឡូតក្រោយថៃប្រកាសបិទច្រកទ្វារព្រំដែនទាំងអស់កម្ពុជាក៏បានសម្រេចបិទច្រកទ្វារខាងភាគីកម្ពុជាផងដែរយ៉ាងណាក៏ដោយកាសែត The Nation នៅថ្ងៃអង្គារនេះបានរាយការណ៍ថាអាជ្ញាធរខេត្តឈុនបុរីប្រទេសថៃបានសម្រេចបើកច្រកព្រំដែនចំនួន3កន្លែងជាបណ្ដោះអាសន្នដែលមានពេលកំណត់ដើម្បីសម្រួលឲ្យពលករថៃនិងពលរដ្ឋកម្ពុជារួមទាំងយានយន្តមួយចំនួនអាចវិលត្រឡប់ចូលប្រទេសរៀងខ្លួនវិញបានដោយឡែកអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានជូនដំណឹងនៅថ្ងៃអង្គារនេះដែរថាភាគីថៃនឹងបើកព្រំដែនត្រឹមតែ3ម៉ោងប៉ុណ្ណោះនៅច្រកទ្វារប៉ោយប៉ែតខេត្តសាកែវចាប់ពីម៉ោង5ល្ងាចដល់ម៉ោង8យប់ដើម្បីសម្រួលឲ្យពលរដ្ឋកម្ពុជាធ្វើមាតុភូមិនិវត្តន៍កម្ពុជាមានខេត្តចំនួន7ដែលមានច្រកព្រំដែនជាមួយប្រទេសថៃក្នុងនោះមានច្រកអន្តរជាតិច្រកអូស្មាច់ខេត្តឧត្តរមានជ័យជាប់ច្រកចុងចោមខេត្តសុរិន្ទច្រកជាំសង្ងាមខេត្តឧត្តរមានជ័យជាប់ច្រកចុងសង្ងាមខេត្តស៊ីសាកេតច្រកទ្វារប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាប់ច្រកបានខ្លងលឹកខេត្តសាកែវច្រកព្រំដែនភ្នំដីខេត្តបាត់ដំបងជាប់ច្រកបានខៅដិនខេត្តសាកែវរបស់ថៃច្រកដងខេត្តបាត់ដំបងជាប់នឹងច្រកបានឡែមក្នុងខេត្តចន្ទបុរីច្រកផ្សារព្រំខេត្តបៃលិនជាប់ច្រកបានផាកាតខេត្តចន្ទបុរីច្រកចាំយាមខេត្តកោះកុងជាប់ច្រកបានហាត់លិចខេត្តត្រាតនិងច្រកមួយចំនួនទៀតនៅក្នុងខេត្តពោធិ៍សាត់និងខេត្តព្រះវិហារច្រកទ្វារទាំងនេះត្រូវបានបង្កើតឡើងដើម្បីជំរុញការដោះដូរពាណិជ្ជកម្មទេសចរនិងការធ្វើដំណើរទៅមកនៃប្រទេសទាំងពីរប៉ុន្តែភាពតានតឹងផ្នែកព្រំដែនក្រោយពីការផ្ទុះអាវុធថ្ងៃទី28ខែឧសភាបានពង្រីកវិសាលភាពពីទំនាស់យោធាទៅជាការប្រឈមផ្នែកនយោបាយនិងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រជាប់របងគ្នាទាំងពីរនេះ